bạn sẽ đây khi sao và hành vi đặc biệtในการប្រើប្រាស់ចង្ក្រានហ្គាសអូតូបិទសុវត្ថិភាពរបស់ជប៉ុនដែលជាប្រភេទស៊េរីទំនើបផ្ទៃខាងលើវាកញ្ចក់ណាបាទចំពោះប្រភេទនេះគឺយើងការប្រើប្រាស់របស់វាគឺយើងចង់ប្រើលក្ខណៈធម្មតាក៏បានយើងធ្វើការចេញមកគឺឆេះធម្មតាហើយសេរីភ្លេងធ្វើទូចធំនៅខាងលើនេះចេញម្ដងបើកចេញម្ដងបិទបាទខាងឆ្វេងកញ្ចឹងខាងស្ដាំកញ្ចឹងដែរបាទចេញម្ដងបើកម្ដងបិទអញ្ចឹងណាបាទចឹងចំពោះកន្លែងអាំងត្រីគឺយើងចេញខាងស្ដាំដៃបងអស់បាទចឹងភ្លើងអាំងត្រីវាមានលើក្រោម2ជាន់អញ្ចឹងណាបាទហើយមួយទៀតបើសិនជាក្នុងករណីបងប្អូនចង់កំណត់ជានាទីឬក៏កំណត់ជា function របស់វានីមួយៗគឺយើងអាចកំណត់បានបាទឥឡូវខ្ញុំសូមបង្ហាញពីរូបរាងចង្ក្រាននេះសិនចំពោះចង្ក្រាននេះគឺមានប៊ូតុងចុចនៅខាងលើបាទរាងរបស់វាគឺរាង slim ស្អាតបាទហើយ function របស់វាគឺគេដាក់នៅខាងក្រោមបាទអញ្ចឹងផ្ទៃខាងលើរបស់វាគឺកញ្ចក់ចំពោះកញ្ចក់នេះបើសិនជាយើងមើលគៀកគឺមានឃើញថ្នាំ crystal មានលោតផ្លេតមកអញ្ចឹងណាបាទគឺស្អាតមែនតើចំពោះតួខ្លួនរបស់វាគឺពណ៌សបាទផ្ទៃខាងលើក៏ពណ៌សមុខក៏ពណ៌សដែរបាទចំពោះ volume សេរីភ្លើងនេះគឺជាប្រភេទ chrome ស្អាតបាទហើយឥឡូវខ្ញុំសូមបង្ហាញពី function របស់វាតែម្ដងចំពោះប៊ូតុងទី1នេះគឺយើងសម្រាប់ផ្លាស់ប្ដូរថ្មបាទអញ្ចឹងបើសិនជាចង្ក្រានបើយើងអស់ថ្មឬក៏ខ្សែថ្មចង់ផ្លាស់ប្ដូរអីគឺយើងអាចទាញកន្លែងនេះចេញមកយើងអាចផ្លាស់ប្ដូរបានហើយចំពោះយើងចង់បញ្ឆេះតែខាងលើផ្នែកខាងឆ្វេងយើងគ្រាន់ធ្វើការចុចមកគឺឆេះតែម្ដងបាទហើយ option របស់វាគឺមានដាំទឹកមានកំណត់អង្សានៅខាងឆ្វេងនេះណាបាទអញ្ចឹងយើងបើសិនជាយើងដាំទឹកយើងចុចលើប៊ូតុងដាំទឹកនេះមកបាទចេញមកគឺទឹកឆ្អិនវាអត់លុតហើយបាទអានេះគឺប៊ូតុងសម្រាប់យើងកំណត់ដាំទឹកបាទបើសិនជាយើងចង់កំណត់ទៅលើអង្សាយើងចុចប៊ូតុងមួយនេះបាទអញ្ចឹងយើងចង់បានប្រហែលអង្សាស្ថានភាពដែលយើងអាចកំងបានតាមចិត្តចង់របស់យើងតែម្ដងបាទឥឡូវយើងបែរមកខាងស្ដាំបាទចំពោះខាងស្ដាំគឺយើងបញ្ឆេះដូចគ្នាយើងចេញមកបាទចេញមកគឺឆេះឲ្យសេរីភ្លើងតិចធំគឺនៅខាងលើបាទហើយបើសិនជាបងប្អូនចង់ដាំបាយចុចលើប៊ូតុងរូបចានបាយនេះមកបាទអញ្ចឹងភ្លើងផ្លុំអីគឺផ្លុំឲ្យយើងស្វែងប្រវត្តិហើយបាយរបស់យើងឆ្អិនគឺវាបិទឲ្យយើងអូតូដែរដូចគ្នាណាបាទហើយចំពោះមួយទៀតឧទាហរណ៍ថាបងប្អូនចង់កំណត់ជានាទីបាទអញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចបញ្ឆេះហើយចុចលើសញ្ញាបូកក៏បានដកក៏បានចុចមកវាលោត1នាទីអញ្ចឹងបើសិនជាបងប្អូនចង់បានប្រហែលនាទីឧទាហរណ៍ថាចង់បាន10នាទីចុចវា10លេខ10មកបាទអញ្ចឹង10នាទីក្រោយវាបិទឲ្យយើងស្វែងប្រវត្តិតែម្ដងអញ្ចឹងយើងអានេះយើងកំណត់បាន90ទៅ99នាទីអញ្ចឹងណាបាទអញ្ចឹងបងប្អូនចង់បានប្រហែលនាទីចុចប៉ុណ្្នឹងមកដល់នាទីដែលយើងកំណត់ហ្នឹងគឺវាបិទឲ្យយើងស្វែងប្រវត្តិតែម្ដងបាទងាយមានភាពងាយស្រួលមែនតើហើយចំពោះកន្លែងអាំងសាច់អាំងត្រីនេះវិញគឺយើងចុចមកដំបូងគឺវាលោត9នាទីបាទអញ្ចឹងបើសិនជាបងប្អូនមើលទៅលើសាច់ត្រីឬក៏សាច់ដែលយើងយកមកអាំងហ្នឹងមានកម្រាស់ក្រាស់ឬក៏ស្ដើងអីចឹងអាស្រ័យទៅលើយើងកំណត់វិញមានន័យថាឧទាហរណ៍ថាសាច់ហ្នឹងរៀងស្ដើងហើយthìវារៀងក្រៀមដែរសាច់ក្រៀមដែរអញ្ចឹងវាខ្ទង់6 7នាទីអីវាឆ្អិនហើយអញ្ចឹងយើងដាក់ត្រឹម6 7នាទីមកបានហើយបាទតែបើសាច់នឹងរៀងគ្រាន់បើដែររៀងក្រាស់ល្មមដែរចុចដាក់9នាទីហ្នឹងទៅអញ្ចឹងដល់នាទីដែលយើងកំណត់ហ្នឹងគឺវាបិទឲ្យយើងស្វែងប្រវត្តិអញ្ចឹងវាអាចនឹងល្មមឆ្អិនអន្លត់អញ្ចឹងណាបាទតែសូមបញ្ជាក់មិនមែនឆ្អិនអន្លត់ទេអញ្ចឹងគឺយើងសេតទៅលើនាទីអញ្ចឹងដល់នាទីដែលយើងកំណត់ហ្នឹងគឺវាបិទឲ្យយើងស្វែងប្រវត្តិអញ្ចឹងអាស្រ័យទៅលើយើងមើលទៅលើសាច់ត្រីសាច់អីរបស់យើងអញ្ចឹងដែរបើសិនជារៀងសាច់ហ្នឹងរៀងក្រាស់ដែររៀងសាច់ស្រស់ដែរយើងកំណត់បូកទៅតាមនឹងទៀតមកចុចមកដំបូងគឺវាលុត9នាទីប៉ុន្តែយើងអាចបូកដកទៅតាមនឹងទៀតបានអញ្ចឹងដល់នាទីដែលយើងកំណត់ហ្នឹងគឺវាបិទឲ្យយើងស្វែងប្រវត្តិតែម្ដងបាទគឺមានភាពងាយស្រួលមែនតើហើយចំពោះរូបរាងរបស់វាគឺស្អាតមែនតើចំពោះប្រភេទនេះណាបាទផ្ទៃខាងលើវាកញ្ចក់បាទអញ្ចឹងចំពោះនៃការប្រើប្រាស់ហើយនឹងរូបរាងរបស់វាខ្ញុំបានបង្ហាញរួចរាល់ហើយបើសិនជាបងប្អូនចាប់អារម្មណ៍អាចទំនាក់ទំនងមកបានបាទសូមអរគុណ